ការដាំដុះប្រភេទដំណាំដែលច្បាប់ហាមឃាត់មានទោសយ៉ាងណាខ្លះមាត្រា256នៃច្បាប់ភូមិបាលបានចែងថាការដាំដុះប្រភេទដំណាំដែលច្បាប់ហាមឃាត់ទោះបីជាការដាំដុះនេះស្ថិតលើដីរបស់ខ្លួនឯងឬជួលដីឲ្យអ្នកផ្សេងដាំក៏ដោយក៏ត្រូវមានទោសដូចខាងក្រោមនេះកម្មសិទ្ធិករគ្រប់រូបមានសិទ្ធិក្នុងការប្រើប្រាស់ដីរបស់ខ្លួនតាមអ្វីដែលជាតម្រូវការចាំបាច់ដូចជាការសាងសង់ផ្ទះស្នាក់នៅការចិញ្ចឹមសត្វការដាំដុះដំណាំកសិកម្មជាដើមក៏ប៉ុន្តែរាល់ការប្រើប្រាស់ដីទាំងនេះមិនតម្រូវឲ្យប្រើប្រាស់ទាំងខុសច្បាប់ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃដែលច្បាប់បានហាមឃាត់នោះឡើយយើងឃើញថាប្រទេសកម្ពុជាយើងជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មដូចនេះកម្មសិទ្ធិករមួយចំនួនបានប្រើប្រាស់ដីរបស់ខ្លួនឯងក្នុងការដាំដុះដំណាំកសិកម្មដើម្បីរកប្រាក់ចំណូលជាប្រយោជន៍ហើយការដាំដុះនេះមិនតម្រូវឲ្យយើងដាំដុះប្រភេទដំណាំដែលច្បាប់ហាមឃាត់នោះឡើយឧទាហរណ៍ដំណាំអាគៀននិងកញ្ឆាជាដើមលក្ខណៈតើការដាំដុះដំណាំដែលច្បាប់ហាមឃាត់មានអ្វីខ្លះនិងមានទោសយ៉ាងណាខ្លះជាការពិតណាស់បើយើងយោងតាមច្បាប់ភូមិបាលត្រង់មាត្រា256បានចែងថាកម្មសិទ្ធិករណាដែលបានធ្វើការដាំដុះលើដីរបស់ខ្លួនប្រគល់ដីឬជួលដីឲ្យអតិថិជនដាំដុះដោយចេតនានៅមុខដំណាំដែលច្បាប់ហាមឃាត់ត្រូវដល់ទានទោសពិន័យជាប្រាក់ពី15រៀលដល់45រៀលនិងផ្ដោតទានទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមានទន្ទឹមនឹងនេះយើងឃើញថាកន្លងមកករណីជាច្រើនដែលសមត្ថកិច្ចបានចុះបង្ក្រាបការដាំដុះដំណាំខុសច្បាប់ជាច្រើនទីតាំងដែលដំណាំទាំងអស់នេះជាប្រភេទដំណាំដែលបង្កការប៉ះពាល់ដល់សង្គមធ្ងន់ធ្ងរនៅពេលដែលយើងប្រើប្រាស់វាដូចនេះមិនថាម្ចាស់ដីគាត់ដាំដំណាំដែលច្បាប់ហាមឃាត់លើដីរបស់ខ្លួនឬប្រគល់ដីឬជួលដីនេះឲ្យអ្នកដទៃទៀតដាំដុះក៏ដោយក៏ត្រូវទទួលខុសត្រូវលើអំពើរបស់ខ្លួនតាមច្បាប់ជាធរមាន